Hello បងសុំសួរបន្តិចបាទបងឈ្មោះបាទបងឈ្មោះវិនបាទហើយការចូលរួមរបស់បងមកទល់មុខអគារអង្គការសហប្រជាជាតិនេះតើកត្តាអីសំខាន់ដែលបងមកចូលរួមធ្វើបាតកម្មហើយអ្វីដែលបងមានកំហឹងឈឺចុកចាប់ការឈ្លានពានរបស់ប្រទេសថៃបាទសូមបងនេះគឺបងស្រីឆោវិនបាទខ្ញុំមកនេះគឺខ្ញុំមានកំហឹងទី1ខ្ញុំមកដល់អង្គការសហជីវជាតិសូមឲ្យជួយរកយុត្តិធម៌ដល់កម្ពុជាផងកម្ពុជាសូមតែសុខសន្តិភាពកម្ពុជាមិនដែលឈ្លានពានទឹកដីរបស់ប្រទេសណាត្រូវទេលោកបងចាហើយខ្ញុំសូមចំហគឺប្រឆាំងដាច់ខាតមិនគ្រប់គ្រងនៅទង្វើដែលសៀមមកឈ្លានពានប្រទេសកម្ពុជាយើងទាំងឈឺចាប់ធ្វើបាបប្រជារាស្ត្រខ្មែរប្រជាជនស្លូតត្រង់ដែលលោកអត់ដឹងអីខ្ញុំទៅមកក្មេងគេងតាមផ្លូវអត់ជំរកវាធានាណារកអីនិយាយបានប្រវត្តិសាស្ត្រខ្មែរសង្គ្រាមឆ្អែតហើយនឹកឃើញថាបានសុខសន្តិភាពចប់ហើយស្រាប់ឥឡូវសៀមចង្រៃវាបាត់ទៀតសូមបណ្ដឹងដល់អង្គការសហប្រជាជាតិជួយរកយុត្តិធម៌ឲ្យកម្ពុជាយើងផងអ្វីដែលថៃសម្ភារៈសឹករបស់ថៃយកមកឈ្លានពានប្រទេសកម្ពុជាអ្វីខ្លះដែលអន្តរជាតិគេហាមឃាត់ឲ្យថៃយកមកប្រើនេះចំណុចណាដែលបងមើលឃើញបាទខ្ញុំឃើញនឹងភ្នែក BM16 កភ្លើងធនធ្ងន់ក្របបែកចង្កោហើយនឹងមានផ្សែងពុលដែរចាផ្សែងពុលជាផ្សែងរត់ថ្ងៃអន្តរជាតិគេហាមឃាត់បាទគេហាមសិតតែទង្វើថប់ទៀតធ្វើបាបមនុស្សជាតិខ្លាំងជាទីបំផុតជាពិសេសគឺអាក្របបែកចង្កោហើយនឹងកប៉ាល់ហត់16នេះដែលខ្ញុំមិនដែលស្គាល់ឃើញតសោះចាឥឡូវនេះបានឃើញហើយបានឃើញចាបាទគេយកមកទម្លាក់លើប្រជាពលរដ្ឋយើងពលរដ្ឋខ្មែរគេសឹករត់វេទនាណាតើបងមានគោលបំណងអីចង់ឲ្យប្រជាពលរដ្ឋខ្មែររស់នៅឯនេះសមុទ្រនេះតើចង់ឲ្យពួកគាត់ជួយអ្វីខ្លះដែលយើងឃើញជនភៀសសឹកដែលមានចំនួនច្រើនកើនឡើងខ្ញុំចង់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោករួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីបណ្ដឹងដល់អង្គការសហជីវជាតិហើយគឺរួបរวมដើម្បីជួយខ្មែរទាំងអស់គ្នាផងខ្មែរស្រឡាញ់សន្តិភាពបាទអរគុណបងប្អូនប្រិយមិត្តទាំងអស់គ្នានេះបងឆោវិនគាត់ជាអតីតអ្នកចម្រៀងខេត្តបាត់ដំបងដូចខ្ញុំដែរបាទគាត់ជាអ្នកច្រៀងនៅខេត្តបាត់ដំបងជាមួយលោកពេជ្រជាច្រើនជាមួយបងស្អីភ្លេចអស់ហើយតាមថ្ងៃទី7មកទល់ថ្ងៃនេះខ្ញុំអត់ដែលបានគេទេយប់ឡើងបាទដូចគ្នាបងបាទពលរដ្ឋខ្មែរយើងទាំងអស់បាទនៅពេលដែលប្រទេសជាតិយើងមានទុក្ខវេទនាប្រជាពលរដ្ឋយើងមានទុក្ខវេទនារាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋយើងនៅជាមួយនឹងប្រជាពលរដ្ឋនៅជាមួយនឹងវីរៈកងទ័ពរបស់យើងបាទជាពិសេសអាណិតដល់វីរៈកងទ័ពបាទសម្បូរពលមុខទាំង3ប្រភេទគឺអស់ជាពិសេសគឺវីរៈកងទ័ពយើងតែម្ដងខ្ញុំសត្វណាអរគុណណាបាទអរគុណច្រើនបងអរគុណច្រើនដែលបងបានជាអ្នកចម្រៀងឲ្យបានចូលរួមចំណែកមកចូលរួមធ្វើបាតកម្មនេះបាទថ្ងៃនេះសូមជូនពរជាឱកាសសូមជូនពរដល់វីរៈកងទ័ពយើងទាំងអស់សូមឲ្យឈ្នះលើសត្រូវឈ្លានពានគឺជាចៅសៀមសូមឲ្យជោគជ័យហេងសូមឲ្យប្រទេសកម្ពុជាបានសុខសន្តិភាពឡើងវិញចា៎បាទសូមអរគុណណាបងឆោវិនហើយក៏សូមជូនពរបងឆោវិនបាទឲ្យសម្លេងនៅកាន់តែពិរោះហើយសង្ឃឹមថានឹងមានបទថ្មីណាមួយដែលបាទបទណាថ្មីមួយបាទហើយខ្ញុំចាំបទស្ត្រីមេម៉ាយនៅឆ្នាំ1979បងចាំទេបាទខ្ញុំយកលំនាំមេឡូឌីហ្នឹងចេញថ្មីបាទអរគុណច្រើនបាទអរគុណច្រើនបងបាទសូមចូលរួមជាមួយនឹងវិជាពលរដ្ឋយើងបាទ